ជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតាមដានព័ត៌មានកីឡានៅលើ Channel របស់យើងខ្ញុំព័ត៌មានក្តៅគគុកនិងរញ៉េរញ៉ៃពេញពិភពបាល់ទាត់ Premier League នៅក្នុងការប្រកួតបើកឆាករដូវកាល 2026-2027 នេះក្លឹបបិសាចចាក់ហុំ Manchester United បានរងបរាជ័យយ៉ាងរន្ធត់និងមិននឹកស្មានដល់ក្រោមដៃក្រុមម្ចាស់ផ្ទះ Hull City ក្នុងលទ្ធផល 2-0 នៅកីឡដ្ឋាន MKM Stadium នៅក្នុងការប្រកួតដែលគ្មាននរណាម្នាក់ទីត្រូវនេះក្រុមម្ចាស់ផ្ទះ Hull City បានធ្វើការដាក់សម្ពាធយ៉ាងខ្លាំងតាំងពីដើមវគ្គទី1នាទីទី17ខ្សែការពារ Semi Ajayi បានរកគ្រាប់បាល់បើកឆាកយ៉ាងស្អាតធ្វើឲ្យអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន MKM Stadium ទូការអបអរសាទរយ៉ាងខ្លាំងនាទីទី38 Nobel Mendy បានបន្ថែមគ្រាប់ទី2ដោយការតែតបបញ្ចូលទីយ៉ាងច្បាស់នាំមុខ 2-0 មុនពេលបញ្ចប់វគ្គទី1ឈានចូលវគ្គទី2 Manchester United បានព្យាយាមផ្លាស់ប្ដូរទម្រង់លេងនិងដាក់ខ្សែប្រយុទ្ធបន្ថែមដើម្បីស្ដារស្ថានភាពឡើងវិញប៉ុន្តែប្រព័ន្ធការពាររបស់ Hull City ធ្វើបានយ៉ាងរឹងមាំនិងឥតខ្ចោះបញ្ចប់ការប្រកួត90នាទី Hull City ទទួលបាន3បន្ទុកពេញយ៉ាងអស្ចារ្យនេះគឺជាជ័យជំនះជាប្រវត្តិសាស្ត្រសម្រាប់ Hull City ក្នុងការយកឈ្នះលើ Manchester United ក្នុងក្របខ័ណ្ឌ Premier League ជាលើកដំបូងនៅក្នុងរយៈពេល52ឆ្នាំចុងក្រោយគិតចាប់តាំងពីឆ្នាំ1974មកលទ្ធផលនេះបានធ្វើឲ្យអ្នកគាំទ្រ Manchester United ជាច្រើនមានការខកចិត្តយ៉ាងខ្លាំងចំពោះទម្រង់លេងថ្ងៃបើកឆាករដូវកាលខណៈដែល Hull City ទទួលបានការសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកវិភាគកីឡាជុំវិញពិភពលោកតើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះបរាជ័យរបស់ Manchester United នៅក្នុងការប្រកួតមួយនេះសូមបញ្ចេញមតិឬ comment នៅខាងក្រោមទាំងអស់គ្នាប្រសិនបើប្រិយមិត្តចូលចិត្តវីដេអូព័ត៌មានកីឡារហ័សទាន់ចិត្តបែបនេះសូមកុំភ្លេចចុច like share និង subscribe channel របស់យើងខ្ញុំដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀតសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ